ប្រធានាធិបតីដូណាល់ត្រាំបានទទួលស្គាល់កាលពីថ្ងៃច័ន្ទថាការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រជាជននៃប្រទេសនៅមជ្ឈិមបូព៌ាខណៈដែលលោកកំពុងពិចារណាជំរើសសម្រាប់ការវាយប្រហារដោយយោធាដែលត្រូវបានគេរាយការណ៍ថាទទួលបានការព្រមានជាឯកជនពីឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិកប្រធានាធិបតីមិនបានបង្ហាញសញ្ញាណាមួយថាលោកមានបំណងស្វែងរកការអនុញ្ញាតពីសភាដែលលោកថ្លែងទៅកាន់នៅយប់ថ្ងៃអង្គារសម្រាប់ការវាយប្រហារណាមួយលើអ៊ីរ៉ង់នោះទេលោកត្រាំបានចេញសារនៅលើទ្រឹស្ដីសូសលដោយបានបដិសេធរបាយការណ៍ដែលថាឧត្តមសេនីយ៍ដានខេនប្រធានអគ្គសេនាធិការចម្រុះបានសម្ដែងក្តីបារម្ភអំពីហានិភ័យដ៏ធំដែលអាចកើតមានពីការវាយប្រហារអ៊ីរ៉ង់ដែលជាប្រទេសមួយដែលមានប្រជាជនជាង90លាននាក់លោកត្រាំធ្លាប់បានអះអាងថាខេនជឿថាចំនួនយោធាណាមួយជាមួយអ៊ីរ៉ង់នឹងជាអ្វីមួយដែលងាយនឹងឈ្នះលោកត្រាំបានសរសេរអំពីលោកខេននៅក្នុងសាររបស់លោកកាលពីថ្ងៃច័ន្ទថាគាត់មិនបាននិយាយអំពីការមិនធ្វើអ៊ីរ៉ង់ឬសូម្បីតែការវាយប្រហារคล้ายៗដែលមានកំណត់ដែលខ្ញុំបានអះអាងនោះទេគាត់ដឹងតែរឿងមួយគត់គឺរបៀបឈ្នះហើយប្រសិនបើគាត់ត្រូវបានគេប្រាប់ឲ្យធ្វើដូច្នេះគាត់នឹងដឹកនាំក្រុមវាយប្រហារនេះបើតាម Asia Times ថ្ងៃទី25ខែកុម្ភៈនេះប្រធានាធិបតីអាមេរិកដែលបានបំផ្លាញកិច្ចព្រមព្រៀងការទូតដ៏សំខាន់មួយជាមួយអ៊ីរ៉ង់ក្នុងអាណត្តិដំបូងរបស់លោកបានបន្ថែមថាប្រសិនបើកិច្ចព្រមព្រៀងថ្មីជាមួយរដ្ឋាភិបាលអ៊ីរ៉ង់មិនកើតឡើងទេវានឹងក្លាយជាថ្ងៃដ៏អាក្រក់មួយសម្រាប់ប្រទេសនោះនិងជាអកុសលសម្រាប់ប្រជាជនរបស់ខ្លួនពីព្រោះពួកគេល្អណាស់ហើយរឿងបែបនេះមិនគួរកើតឡើងចំពោះពួកគេឡើយការទទួលស្គាល់របស់លោកត្រាំថាការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកទំនងជាបំផ្លិចបំផ្លាញសម្រាប់ប្រជាជនអ៊ីរ៉ង់សាមញ្ញគឺផ្ទុយពីការពិពណ៌នាដែលជំរុញដោយអ្នកគាំទ្រសង្គ្រាមដែលអះអាងថាចំនួននិងការផ្លាស់ប្ដូររបបគឺចាំបាច់ដើម្បីជួយដល់ប្រជាជនអ៊ីរ៉ង់ហានិភ័យគឺច្បាស់លាស់ណាស់ក្រុមប្រឹក្សាជាតិអ៊ីរ៉ង់អាមេរិកដែលជាអង្គការតស៊ូមតិមួយដែលបានជំទាស់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកមកលើអ៊ីរ៉ង់លោកប្រធានាធិបតីត្រាំផ្ទាល់បាននិយាយថាសង្គ្រាមជាមួយអ៊ីរ៉ង់នឹងមានន័យថាថ្ងៃអាក្រក់ខ្លាំងណាស់សម្រាប់អ៊ីរ៉ង់និងជាអកុសលណាស់សម្រាប់ប្រជាជនរបស់ខ្លួនមានឱកាសដើម្បីបញ្ជៀសសង្គ្រាមនិងផលវិបាកដ៏មហន្តរាយសម្រាប់ប្រជាជនអ៊ីរ៉ង់ប៉ុន្តែពេលវេលាអាចនឹងអស់ហើយសមាជិកនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងថានឹងបោះឆ្នោតនៅសប្តាហ៍នេះលើសេចក្តីសម្រេចមួយដែលមានគោលបំណងទប់ស្កាត់សង្គ្រាមជាមួយអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតពីសភាប៉ុន្តែវិធានការនេះមានឱកាសតិចតួចណាស់នៅក្នុងការទៅដល់តុរបស់លោកត្រាំទន្ទឹមនឹងនេះប្រធានាធិបតីមិនបានបង្ហាញសញ្ញាណាមួយដែលបង្ហាញថាលោកមានបំណងស្វែងរកការអនុញ្ញាតពីសភាសម្រាប់ការវាយប្រហារណាមួយលើអ៊ីរ៉ង់នោះទេការស្ទង់មតិមួយដែលធ្វើឡើងកាលពីដើមខែនេះបានបង្ហាញថាមានជនជាតិអាមេរិកត្រឹមតែ 21% ប៉ុណ្ណោះដែលនឹងគាំទ្ររដ្ឋបាលលោកត្រាំក្នុងការចាប់ផ្ដើមការវាយប្រហារលើអ៊ីរ៉ង់កាសែត New York Times បានរាយការណ៍កាលពីចុងសប្តាហ៍ថាលោកត្រាំកំពុងពិចារណាលើការវាយប្រហារដំបូងរបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់បន្ទាប់មកដោយការវាយប្រហារធំជាងនេះទៅទៀតនៅក្នុងខែខាងមុខប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសនេះមិនចុះចាញ់នឹងការទាមទាររបស់ទីក្រុង Washington ទេជាពិសេសគឺឲ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនអ្នកចរចាមកពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ត្រូវបានក្រុងនឹងជួបគ្នានៅទីក្រុងហ្សឺណែវនៅចុងសប្តាហ៍នេះនៅពីក្រោយហេតុការណ៍នេះសំណើថ្មីមួយកំពុងត្រូវបានពិចារណាដោយភាគីទាំងពីរដែលអាចបង្កើតជាផ្លូវចេញពីចំនួនយោធាកម្មវិធីចម្រាញ់នុយក្លេអ៊ែរមានកំណត់ខ្លាំងដែលអ៊ីរ៉ង់អាចអនុវត្តសម្រាប់តែគោលបំណងស្រាវជ្រាវនិងព្យាបាលផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះវាមិនច្បាស់ទេថាតើភាគីណាមួយនឹងយល់ព្រមឬអត់ប៉ុន្តែសំណើនៅនាទីចុងក្រោយនេះបានកើតឡើងខណៈដែលក្រុមនាវាផ្ទុកយន្តហោះ2ក្រុមនិងយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចាក់ប្រេងរាប់សិបគ្រឿងឥឡូវនេះកំពុងប្រមូលផ្ដុំគ្នានៅក្នុងចម្ងាយវាយប្រហារអ៊ីរ៉ង់សារព័ត៌មានជាច្រើនបានរាយការណ៍កាលពីថ្ងៃច័ន្ទថាលោកខេនដែលជាឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិកបានផ្ដល់ការព្រមានអំពីហានិភ័យដែលអាចកើតមាននៃការវាយប្រហារលើអ៊ីរ៉ង់យោងតាមការផ្សាយ Washington Post លោកខេនបានសម្ដែងការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំសេតវិមានថ្មីនេះថាប្រតិបត្តិការធំណាមួយប្រឆាំងនឹងអ៊ីរ៉ង់ប្រឈមមុខនឹងបញ្ហាប្រឈមពីព្រោះស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកត្រូវបានថយចុះយ៉ាងខ្លាំងដោយការការពារអ៊ីស្រាអែលជាបន្តបន្ទាប់របស់ទីក្រុង Washington និងការគាំទ្រដល់អ៊ុយក្រែន
ការហែក្បួនរបស់រដ្ឋបាលលោកត្រាំដើម្បីធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ក៏បានតាក់ទាញការប្រឆាំងពីខាងក្រៅយ៉ាងសំខាន់ផងដែរលោកម៉ាដូសអនុប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលគោលនយោបាយអន្តរជាតិនិងជាអតីតទីប្រឹក្សាគោលនយោបាយការបរទេសរបស់សមាជិកព្រឹទ្ធសភាអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថាដូចជាការទម្លាក់គ្រាប់បែកនៅខែមិថុនាឆ្នាំ2025ដែលបរាជ័យក្នុងការបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ការវាយប្រហារមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិកនឹងជាទង្វើសង្គ្រាមខុសច្បាប់លោកដុសបានមានប្រសាសន៍ថាដូចគ្នានឹងការអះអាងមិនពិតរបស់លោកថាការវាយប្រហារកាលពីឆ្នាំមុនបានបំផ្លាញទាំងស្រុងនៅសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឥឡូវនេះប្រធានាធិបតីបានបោះបង់ចោលការអះអាងថាអន្តរាគមន៍យោធានឹងមានគោលបំណងការពារក្រុមបាតុករអ៊ីរ៉ង់ដែលបានប្រឈមមុខនឹងការបង្ក្រាបដ៏សាហាវមួយដើម្បីតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សជាច្រើនរបស់របបនេះលោកបានបន្ថែមថាដោយសារតែលោកត្រាំបានបញ្ជូនសញ្ញាចម្រុះលើពេលវេលានិងវិសាលភាពនៃការវាយប្រហារដែលអាចកើតមានហើយដោយសារកំណត់ត្រានៃការវាយប្រហាររបស់លោកសូម្បីតែនៅពេលដែលការទូតកំពុងដំណើរការក៏ដោយសភាត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីធ្វើឲ្យច្បាស់ថាប្រធានាធិបតីមិនមានការអនុញ្ញាតសម្រាប់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ទេ